ទូស្រីក៏មិននិយាយអីច្រើនដែរនាងប្រាប់រ៉ាហានថានាងចង់ទៅផ្ទះរបស់គេវិញរ៉ាហានមិនចាំយូរទេក៏នាំនាងឡើងរទេះទៅដោយតាប្លន់ឈីនេះវិញក៏នៅតែស្រែកពីក្រោយទៅថាយកកូនគេទៅណាក៏មិនភ្លេចមានកូនចិត្តមួយគិតថាតើខ្លួនពិតជាបានវានាងជ្រុលពេកទេដឹងមុននឹងចេញទៅទូស្រីសម្លឹងមើលទៅសើចូលផងដែរនឹងអរគុណគាត់នៅក្នុងចិត្តមានតែគាត់ទេដែលល្អដាក់នាងតាំងពីទូចមករ៉ាហានក៏នឹងហៅព្រីសឲ្យមកព្យាបាលនាងភ្លាមផងដែរមកដល់ក្នុងបន្ទប់នាងក៏អបរ៉ាហានយកតែម្ដងដែលនាងអរគុណគេដែលគេបានតែយកនាងរ៉ាហានសម្លឹងមើលទៅនាងដោយពេលនេះនាងពិតជាឈឺខ្លួនដល់ថ្នាក់នេះទៅហើយនៅតែមកអរគុណគេទៀតគេកម្រងនឹងកំទេចគ្រួសាររបស់នាងចោលទៅហើយគេក៏សុំទោសដែលគេបានទៅយឺតតួស្រីលើកមុខរបស់គេឡើងនិងសុំគេថើបនៅពេលនោះនាងបន្តទៀតថានាងពិតជាចង់ថើបគេខ្លាំងណាស់ទោះប្រុសក៏មិនចាំយូរដែរពួកគេក៏ថើបគ្នាដោយក្តីស្រឡាញ់ជាខ្លាំងទោះស្រីថាមិនគ្រប់គ្រាន់ទេកុំឲ្យទូប្រុសនេះជោគឲ្យសោះទូស្រីក៏ងើបឡើងលើកគេតែម្ដងដោយទូប្រុសសួរនាងថាតើរបួសរបស់នាងឈឺខ្លាំងទេព្រោះគេនៅចង់ថើបនាងទៀតព្រោះថាមិនថាគេថើបយ៉ាងណាក៏វានៅតែមិនគ្រប់គ្រាន់សម្រាប់គេនោះដែរគេចង់តែលេបនាងទេបើអាចទៅរួចនោះឡារីនិយាយឡើងថាអូនស្រឡាញ់បងប៉ុន្តែនាងក៏ផាំងនឹងខ្លួនឯងដែរនេះនាងលងស្រឡាញ់រ៉ាហានពិតមែនឬទោះជានាងដឹងថានាងត្រូវលាគេឆាប់នេះហើយប៉ុន្តែនាងមិនអាចទប់អារម្មណ៍ខ្លួនឯងបាននោះទេនាងមិនអាចទប់អារម្មណ៍មិនឲ្យស្រឡាញ់គេបានឡើយរ៉ាហានក៏និយាយមកវិញបងស្រឡាញ់អូនដូចគ្នាទោះប្រុសក៏គិតដូចគ្នាដែរគេគិតពីនាងគ្រប់ពេលលើកទី1ហើយដែលគេចង់ងើបឡើងទៅមើលព្រះអាទិត្យរះគេចង់មានថ្ងៃស្អែកម្ដងទៀតគេមិនដែលគិតថារាល់ថ្ងៃពិតជាមានតម្លៃបែបនេះសោះឃើញនាងឈឺបែបនេះបេះដូងរបស់គេដូចជាត្រូវបានអ្នកណាគេមកហែកអញ្ចឹងវាគ្មានពាក្យណាឡើយដែលគេអាចយកមកបកស្រាយពីអារម្មណ៍របស់គេចំពោះឡារីវាពិតជាធំធេងណាស់គិតហើយគេក៏ចាប់នាងឲ្យមកនៅក្រោមគេវិញម្ដងប៉ុន្តែទូប្រុសក៏និយាយឡើងថាគេមិនដឹងថាគេពិតជាចង់បាននាងខ្លាំងប៉ុណ្ណានោះទេពេលនេះគេព្យាយាមទប់អារម្មណ៍ខ្លួនឯងខ្លាំងណាស់ព្រោះនេះវាមិនមែនជាពេលសមរម្យនោះទេភ្លាមនោះលោកបាត់ឡូក៏គាត់ចូលមកតែម្ដងហើយក៏ប្រាប់ថាព្រីបានមកដល់ហើយមកដល់ឃើញសភាពឡារីបែបនេះគេក៏សួរនាងថាលើកនេះតើអ្នកណាគេជាអ្នកធ្វើក្រែងគេបានប្រាប់នាងហើយតើអីថាកុំឲ្យខ្លួនឯងត្រូវរបួសទៀតនាងមិនដែលស្ដាប់សោះឃើញនាងមិនពាក់ខ្សែដៃបែបនេះនាងក៏ប្រាប់ទៅថានាងមិនបានពាក់វាព្រោះថាវាមានតម្លៃពេករីឯដូហានេះវិញពិតជាខឹងខ្លាំងមែនទែនតែមានមនុស្សណាដែលគេមិនស្គាល់សោះមកធ្វើបាបនាងទៀតហើយជាពិសេសគឺបបោមាត់មួយនោះវាពិតជារំខានណាស់មិនចាំយូរទេគេក៏ទៅទាញនាងមកហៀភ្លាមតែម្ដងទាំងសួរថាតើដៃគូរបស់នាងជាអ្នកធ្វើវាមែនទេឡារីប្រកែកភ្លាមមិនមែនទេនាងត្រូវបានគេចាប់ចម្រិតណាដូហាបាននិយាយថាគេនឹងការពារនាងប្រហែលថ្ងៃមុននេះពិតជាគួរឲ្យខ្មាស់ណាស់នៅលោកឯកឧត្តម Candace ដែរគេក៏លោមកជិតនាងទាំងសួរថាតើនាងនៅឈឺទៀតទេនាងក៏និយាយថានាងលែងអីហើយពេលនេះដូហាក៏ឲ្យនាងពាក់ខ្សែដៃនោះឲ្យជាប់វិញសមត្ថភាពព្យាបាលរបស់វានឹងជួយហ៊ាននាងឲ្យកាន់តែលឿនជាងមុនទៅទៀតនៅសុកដូហាក៏ដឹងថានាងឈឺកន្លែងផ្សេងទៀតនោះគឺជាជើងរបស់នាងដែលពោពេញទៅដោយអំបែងកញ្ចក់នេះបើសិនជាគេមិនចាប់អារម្មណ៍ទេនាងក៏នឹងមិនប្រាប់គេដែរឬឡារីក៏និយាយទៅថាវាមិនស្អាតនោះទេនាងមិនហ៊ានឲ្យគេព្យាបាលសូមកាត់ទៅពេលយកវិញម្ដងដែលពេលនេះតួស្រីក៏ប្រាប់តួប្រុសថានាងលែងអីហើយនាងអាចធ្វើវាបានធ្វើអីគេណោះតួប្រុសបារម្ភថានាងព្យាយាមខ្លាំងពេកតួប្រុសនិយាយទាំងដោះអាវចេញប៉ុន្តែក៏មិនអីទេចាប់ផ្ដើមពេលនេះតែម្ដងទៅតួស្រីឮគេនិយាយចឹងហើយរៀងភ័យតិចដែរហ្នឹងនិយាយទៅអ្នកនិពន្ធជួយរេច្បែបន្តិចតាមពិតទៅគេចាប់ផ្ដើម purify ទេថ្ងៃនេះគឺ Larry ត្រូវ purify រាងកាយខាងលើរបស់រ៉ាហានហើយណែកុំមើល six pack របស់រ៉ាហានណាឃើញហើយសក់ដឹកមាត់ហ្មងហេឃើញទូប្រុសភ្ញាក់ផ្អើលនាងក៏កុំឲ្យគេតន់អរគុណនាងអីព្រ
ព្រោះនាងនឹង purify គេទាំងអស់រួមទាំងរាងកាយខាងក្រោមនិយាយដល់ត្រឹមនេះទូស្រីក៏គិតភ្លាមចំបើដល់ពេលនោះរ៉ាហានមិនដឹងតែស្ដាច់ខោមិនចឹងទេពិបាកសម័យណាស់នាងក៏យកលេសថាសម្រាប់សិនទៅតែរ៉ាហាននេះវិញក៏និយាយឡើងថាកន្លែងនោះនាងមិនបាច់ចាំបាច់ purify ក៏បានដែរកន្លែងនោះហ្នឹងកន្លែងណាហើយមុខទូស្រីដល់ពេលអញ្ចឹងទៅគឺដូចភ្នំភ្លើងអញ្ចឹងថ្ងៃនេះក៏បានបញ្ចប់ទូស្រីក៏មានពេលមកគិតរឿងដែលបានកើតឡើងនៅថ្ងៃនេះមានរឿងជាច្រើនដែលនាងគួរតែដឹងគុណដូចជារ៉ាហានដែលបានមកជួយនាងដូហាដែលបានព្យាបាលនាងសូជើផងដែរដែលជួយនាងលើកនេះនាងពិតជាចង់ហៅពួកគេមកនៅជាមួយនាងខ្លាំងណាស់ប៉ុន្តែនេះមិនមែនជាផ្ទះនាងផងហ្នឹងហេតុអ្វីនាងធ្វើតាមគ្រួសារនាងពីមុនមកនាងប្រកាសជាបន្តធ្វើវាបើសិនជានាងមិនដឹងថាខ្លួនឯងមានថ្ងៃកំណត់នោះទេតែពេលនេះនាងបារម្ភព្រោះនាងសប្បាយចិត្តខ្លាំងណាស់ដែលនាងមិនចង់ស្លាប់ទៀតឡើយនាងស្រឡាញ់រ៉ាហានស្រឡាញ់ចំណែកមួយដែលគ្មាននរណាម្នាក់បានឃើញនឹងពេលដែលគេប្រច័ណ្ឌនាងពេលខ្លះនាងពិតជាលងនឹងគេខ្លាំងណាស់ប៉ុន្តែមើលតែរ៉ាហានគេដូចជាមិនបានស្រឡាញ់នាងពិតនោះទេដូច្នេះហើយពេលដែលនាងទៅបាត់គេប្រកាសជារកវិធី move on ជាមិនខានយ៉ាងណាមិញនាងជាមិត្តស្រីរបស់គេត្រឹមតែ3ខែតែប៉ុណ្ណោះភ្លាមនោះក៏លន់ទះក៏លន់ឡើងជាមួយនឹងផ្លេកបន្ទោស្មាឪពុកដែរតែងតែធ្វើបាបនាងក៏លេចចេញឡើងទូស្រីភ័យខ្លាំងមែនតែននាងក៏រត់ចេញទៅដោយក្នុងចិត្តចង់ឲ្យនរណាម្នាក់មកជួយនាងផងជួបរ៉ាហានគេក៏ឲ្យនាងចូលមកក្នុងសិនមកអង្គុយចុះឃើញនាងញ័រខ្លួនបែបនេះគេក៏សួរនាងក៏ប្រាប់ថានាងពិតជាខ្លាចផ្គររន្ទះខ្លាំងណាស់ប៉ុន្តែនាងខ្លាចការនៅម្នាក់ឯងច្រើនជាងនិយាយហើយនាងក៏អោបគេនាងក៏សុំគេនៅទីនេះដែរតើវាមិនលើសពេកទេឬនាងមិនគួរសុំគេបែបនេះទេនាងនឹងត្រឡប់ទៅបន្ទប់ខ្លួនឯងវិញរ៉ាហានក៏ខាត់នាងឲ្យនៅទីនេះព្រមទាំងអោបនាងផងដែរកាត់មកដល់ពេលគេងវិញទូស្រីក៏និយាយឡើងថាកុំខ្លាចនាងនឹងមិនធ្វើអីផ្ដេសផ្ដាសដាក់គេនោះទេចុះរ៉ាហានមានខ្លាចណាអត់ខ្លាចមែនទូស្រីក៏ទៅចាក់គេប្រកាសអត់ថាអត់ខ្លាចទូស្រីចាក់រហូតដល់តែទូប្រុសនេះចាប់ដៃរបស់នាងឃើញទឹកមុខរបស់នាងរៀងភ្ញាក់គេក៏និយាយឡើងថាគេព្យាយាមទប់អារម្មណ៍ខ្លាំងណាស់គេក៏ដឹងថានាងខ្លាចប៉ុន្តែធ្វើជាមិនអីគេពិតជាចង់ឲ្យនាងមានអារម្មណ៍ធូរស្រាលជាងនេះពេលនៅជិតគេងាកមកឪពុករបស់ឡារីនេះវិញដែលពេលនេះគាត់កំពុងតែខឹងសម្បាជាខ្លាំងដោយសារតែគ្មានព្រីសណាមកព្យាបាលកូនគេនោះទេជើងទាំងពីររបស់រ៉ាយ៉ានសុទ្ធតែរបួសខ្លាំងឡារីប្រកាសជាព្យាបាលគេបានប៉ុន្តែឲ្យតែពេលត្រូវការនាងហេតុអីក៏នាងមិននៅអញ្ចឹងតែកាចាស់នេះក៏ឲ្យគេរៀបចំរទេះទៅព្រោះគេនឹងទៅវិហារដោយផ្ទាល់តែម្ដងទៅដល់គាត់ក៏ស្រែកអាឡូអាឡាពេញនឹងឲ្យមកព្យាបាលកូនប្រុសគាត់ភ្លាមមកតើវាពិបាកមែនទេនឹងព្យាបាលមនុស្សនោះនៅពេលដែលព្រីសនៅទីនេះយ៉ាងច្រើនភ្លាមនោះReverend Mecca ក៏បានមកដល់គ្រប់គ្នាក៏នាំគ្នាអោនគោរពគេក៏សួរឡើងថាមានរឿងអីកើតឡើង